នេះជាពួកគាត់ដែលគាត់មកតវ៉ាខឹងជនជាតិថៃសម្រាប់ខ្មែរបាទគាត់នេះឥឡូវយើងឥឡូវចាប់បានទៀតនេះជាជនជាតិថៃបងប្អូនប្រិមិត្តយ៉ាងហ្នឹងហើយនឹងមានកបិតម្ចាក់ហ្នឹងហើយអត់សំសុកកបិតដល់ឥឡូវនេះយើងអត់បានមិនមកទេគាត់ឲ្យយកទៅតែយកដាក់ក្រុមក្រុមទៅទៅយកទៅគូមងទៅនេះគ្នាទាំងអស់នឹងដល់អូនេះជាជនជាតិថៃបងប្អូនយើងហ្នឹងហើយបាទនេះអ្នកជនបង្កអ្នកចាក់បាទចាក់សន្តិសុខខ្មែរយើងហ្នឹងហើយទូវីដេអូបងសន្តិសុខខ្មែរយើងទៀតគាត់គឺមានឲ្យបងប្អូនយើងបាទឥឡូវខាងបងប្អូនខាងកម្លាំងនៅសមត្ថកិច្ចក្រុងបាទថាការអ្នកចាក់បានតន់ទេវេលាបាទថ្ងៃនេះគឺថ្ងៃទី3បាទខែធ្នូឆ្នាំ2025បងប្អូនប្រិយមិត្តបាននៅក្នុងបរិយាសានហូហ្នឹងហើយនៅក្នុងបរិយាសានហូគឺមានករណីជនជាតិថៃចាក់សន្តិសុខដែលគាត់នៅចាំយាមនៅអគារថ្ងៃរាល់ថ្ងៃហ្នឹងហើយបាទនេះសិតតែជាជនជាតិថៃបងប្អូនយើងបាទមានអ្នកថៃល្អមានអ្នកល្អមានអ្នកក្រក់មិនមែនលីទាំងអស់ទេបងប្អូនប្រិយមិត្តបាទហើយយើងមានក៏ខាងនៅសមត្ថកិច្ចក្រុងបាទបានយកទៅ2នាក់ដែរបាទបងប្អូនយើងបាទនេះជាកបិតដែលគាត់នឹងឲ្យកាត់បងមួយសន្តិសុខបាទចាក់មួយបងសន្តិសុខដែលគាត់ជាវិធានបងប្អូនប្រិយមិត្តយើងបាទហើយបញ្ជាក់បងប្អូនយើងយកស្លាប់ម្នាក់ទៅបងស្លាប់ម្នាក់ទៅវាស្លាប់នៅខ្មែរយើងទៅខ្មែរអូបាទជនជាតិខ្មែរយើងបាទហ្នឹងហើយគឺសម្រាប់ខ្មែរយើងមកហ្នឹងហើយតែម្នាក់ទេបងប្អូនយើងបាទហ្នឹងហើយគាត់អូនៅស្លាប់នៅអគារយើងនេះគាត់បាទនេះថៃបាទយ៉ាងឥឡូវយើងថៃលើកទៅthôiខ្ញុំត្រឡប់លោកទៅលើផើដល់ពេលលើផើគេមានខាងលើគេចុះមកទៅត្រាយត្រាយគេរត់មួយដល់ពេលនេះរត់ចេញមកក្រោយនៅណាវិញនៅណាតាមភាពហ្នឹងធ្វើណាគឺរំនេះឲ្យបងទៅនេះហើយបងសន្តិសុខដែរបងសន្តិសុខដែរខ្ញុំចាំគេអូយ៉ាងហ្នឹងនេះបាទហើយមានម៉ានអ្នកបងនៅក្នុងមានម៉ានអ្នកក្នុងហ្នឹងមិនដឹងដែរក្នុងហ្នឹងវា3 4នាក់ដែរបងអូហើយតើជនជាតិថៃទាំងអស់ជនជាតិថៃផងបាទពូគេគាត់ណាវាចាប់គាត់តែយកបានឆ្លងគុកដល់ជួងមកចំណៃយើងឆាប់ទៅចាក់នេះមានស្នាមនេះទីទូទៅមើលលើឡាននេះសិនបាទឥឡូវយើងទៅតាមបងម្នាក់ដែលគាត់ថាលើចាប់បានជនជាតិថៃហ្នឹងហើយឯក្រោយគេហ្នឹងឥឡូវខាងកន្លងមកគឺយើងឥឡូវចាប់បានហើយហ្នឹងហើយចាប់បាននៅក្នុងឡានហ្នឹងហើយម្នាក់ទៅ2នាក់ក្នុងហ្នឹងហើយបងហ្នឹងហើយឥឡូវចាប់បន្តទៀតនឹងមានគ្នា3 4នាក់ហ្នឹងហើយគ្នាវា3នាក់คนนี้มาเนี่ยក្នុងនេះមកនេះក្នុងនេះមួយអាគូនេះមួយនោះអ្នកហើយក្រោយអញ្ចឹងហ៎អ្នកបាត់ហើយទេបងបាត់ហើយយកទៅកន្លែងមុនណាបងប្អូនយើងបានហ្នឹងចូល